ទីក្មេងក្រីក្រខ្លាយទៅជាស្ដេចគ្រឿងញៀនរំជួយពេញពិភពលោក Pablo Escobar កើតនៅឆ្នាំ1949ក្នុងទីក្រុងតូចមួយក្បែរទីក្រុង Medellin ឪពុករបស់គាត់គឺជាកសិករចំណែកម្ដាយគឺជាគ្រូបង្រៀនប៉ុន្តែ Pablo មិនដែលស្រមៃចង់បានជីវិតធម្មតានោះទេឈានដល់វ័យជំទង់គាត់បានចូលរួមក្នុងបទល្មើសតូចតាចរួចទៅហើយដូចជាការលក់សញ្ញាបត្រคล้ายៗចោរកម្មរថយន្តនិងការងារខុសច្បាប់ជាច្រើនឲ្យតែរកលុយបានគាត់ធ្លាប់បាននិយាយថាខ្ញុំសុខចិត្តដេកក្នុងភ្នោនៅក្នុងប្រទេសកូឡុំប៊ីប្រសើរជាងដេកនៅក្នុងគុកនៃប្រទេសសហរដ្ឋអាមេរិកហើយផ្នត់គំនិតមួយនេះហើយដែលបានកំណត់អ្វីៗគ្រប់យ៉ាងនៃជីវិតរបស់គាត់អំឡុងឆ្នាំ1970ឱកាសថ្មីមួយបានលេចឡើងសម្រាប់ Pablo ខណៈពេលដែលអ្នកផ្សេងទៀតកំពុងរារែក Pablo បានធ្វើសកម្មភាពយ៉ាងលឿនបំផុតគាត់បានរិះរកវិធីរត់ពន្ធគ្រឿងញៀនចូលក្នុងសហរដ្ឋអាមេរិកនិងបង្កើតបណ្ដាញដ៏មានឥទ្ធិពលមួយមិនយូរប៉ុន្មានគាត់បានរួបរวมគ្នាបង្កើតក្រុម Mafia ដ៏ល្បីល្បាញមួយឈ្មោះ Medellin Cartel ក្រុមរបស់គាត់បានគ្រប់គ្រងជាង 80% នៃទីផ្សារ Cocaine ទូទាំងពិភពលោក Pablo រកលុយបានច្រើនយ៉ាងសន្ធឹកសន្ធាប់រហូតដល់មានសេចក្តីរាយការណ៍ថាគាត់ត្រូវបានចំណាយលុយរាប់ពាន់ដុល្លារក្នុងមួយខែគ្រាន់តែសម្រាប់ទិញកៅស៊ូកយកមកចងលុយរបស់គាត់ជាដុំEscobar បានក្លាយជាអ្នកមានយ៉ាងអស្ចារ្យក្នុងចំណោមអ្នកមានបំផុតក្នុងពិភពលោកគាត់បានសាងសង់ភូមិគ្រឹះសួនសត្វផ្ទាល់ខ្លួននិងសូម្បីតែសង្កាត់សម្រាប់សមាគមអ្នកក្រីក្រចំពោះអ្នកក្រគាត់គឺជាវីរបុរសតាមរយៈការចែកលុយនិងសាងសង់ផ្ទះសម្បែងប៉ុន្តែនៅពីក្រោយរូបភាពនោះគាត់គឺជាជនដ៏សាហាវឃោឃៅគាត់បានប្រើហិង្សាដើម្បីគ្រប់គ្រងអ្វីៗគ្រប់យ៉ាងចៅក្រមប៉ូលីសនិងអ្នកនយោបាយអ្នកណាដែលហ៊ានរារាំងផ្លូវរបស់គាត់នឹងត្រូវបាត់ខ្លួនប្រទេសកូឡុំប៊ីបានរស់នៅក្នុងភាពភ័យខ្លាចដោយការបំទុះគ្រាប់បែកការធ្វើឃាតនិងភាពវឹកវរទាំងអស់នេះសុទ្ធតែពាក់ព័ន្ធនឹងបុរសម្នាក់នេះក្រោយមករដ្ឋាភិបាលកូឡុំប៊ីរួមជាមួយសហរដ្ឋអាមេរិកបានប្រកាសសង្គ្រាមជាមួយ Escobarគាត់ត្រូវបានតាមប្រមាញ់ដោយប៉ូលីសកងទ័ពសូម្បីតែក្រុមសត្រូវដណ្ដើមអំណាចគ្នាដូចជាក្រុម Mafia មួយឈ្មោះ Lopez ជាដើមអាណាចក្ររបស់គាត់ចាប់ផ្ដើមដួលរលំបន្តិចម្ដងសូម្បីតែសម្ព័ន្ធមិត្តរបស់គាត់ផ្ទាល់ក៏បានបែកខ្នងដាក់គាត់ផងដែរនៅថ្ងៃទី2ខែធ្នូឆ្នាំ1993អ្វីៗគ្រប់យ៉ាងបានបញ្ចប់បន្ទាប់ពីការរត់គេចខ្លួនអស់ជាច្រើនខែPablo Escobar ត្រូវបានរកឃើញថាកំពុងតែលាក់ខ្លួននៅទីក្រុង Medellin គាត់បានព្យាយាមរត់គេចខ្លួនតាមដំបូលផ្ទះប៉ុន្តែចុងក្រោយត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងកូឡុំប៊ី Pablo Escobar បានបង្កើតអាណាចក្រពិបាកដៃទទេប៉ុន្តែត្រូវបានកសាងឡើងដោយអំពើហិង្សាភាពភ័យខ្លាចនិងការបំផ្លិចបំផ្លាញនៅទីបញ្ចប់រឿងរ៉ាវរបស់គាត់មិនមែនគ្រាន់តែជាការបង្ហាញអំពីអំណាចនោះទេប៉ុន្តែវាគឺជាការដាស់តឿនមួយព្រោះថាមិនថាអ្នកហក់ឡើងខ្ពស់ប៉ុណ្ណាតាមរយៈផ្លូវងងឹតនោះទេការដួលរលំតែងតែរងចាំអ្នកនៅខាងមុខជានិច្ច